5 skincare tip ទី1បើសិនជាអ្នកនរគ្នាបិទម៉ាស់ស្លឹកជាធម្មតាគឺបកចេញហើយគឺលាប skincare យកហ្មងតែអត់ទេអ្នកនរគ្នាអញ្ចឹងនៅពេលដែលយើងបកម៉ាស់ស្លឹកនឹងចេញអ្នកនរគ្នាគួរតែចាំ1នាទីហើយយើងធ្វើការតបនៅលើមុខអញ្ចឹងធ្វើឲ្យ essence របស់ម៉ាស់ស្លឹកហ្នឹងគឺវាជ្រាបចូលបានល្អហើយចំណេញទៀតអញ្ចឹងវាអត់ខាតនៅម៉ាស់ស្លឹកដែលយើងទិញទេហើយបន្ទាប់មកអ្នកនរគ្នាអាចលាប moisturizer ពេលយប់បាន tip ទី2បើសិនជាណាគេដែលឧស្សាហ៍ភ្លេចលាបកដូចខ្ញុំគួរតែលាបតបនកហ្នឹងមុននឹងលាបមុខដោយសារតែនៅពេលដែលលាបមុខហើយខ្ញុំមានអារម្មណ៍ថាហើយអីចឹងតែងតែភ្លេចហ្មងចឹងមុខតែងតែសជាងកហើយអត់សូវខាតពីវាហើយមួយទៀតណាអ្នកនរគ្នាបើសិនជាអាយុយើងរៀងច្រើនណាភាពយាធ្លាក់ហើយនឹងភាពជ្រុលជ្រួញហ្នឹងគឺបង្ហាញនៅលើកខ្លាំងមែនតើទី3បើសិនជាអ្នកនរគ្នាមានស្បែកស្ងួតអ្នកនរគ្នាគួរតែប្រើតិចនិចជាលក្ខណៈ sandwich គឺប្រើ toner បន្ទាប់មក serum ហើយប្រើ toner ទៀតទឹក toner វាដូចជាយានជំនិះដែលដឹកនៅអាពួក serum ហ្នឹងគឺជ្រាបចូលជ្រៅហើយវាធ្វើឲ្យ serum ហ្នឹងគឺជ្រាបចូលបានល្អហើយធ្វើឲ្យអ្នកនរគ្នាហ្នឹងមានសំណើមគួរជាមុនចំណុចទី4គឺ3 second rule គ្នាគួរប្រើទឹក toner នៅក្រោយពេលអ្នកនរគ្នាលាងមុខហើយដោយសារតែនៅពេលដែលយើងទុកមុខចោលយូរគឺធ្វើឲ្យមុខយើងហ្នឹងវាស្ងួតបើហើរនៅពពួកជាតិទឹកនៅលើស្បែកធ្វើឲ្យការប្រើប្រាស់ទឹក toner ឬក៏ skincare ផ្សេងៗគឺត្រូវបានជ្រាបបានល្អឯងចង់គួរតែលាបពេលដែលមុខយើងនៅមានសំណើមហើយចុងក្រោយគេគឺជា tip ទី5គួរតែលាងមុខញីឲ្យបាននៅក្នុងរយៈពេល1នាទីតែញីថ្នមមិនរៀងបត់គ្រប់ទងជាតិក៏បានឬក៏ស្អាតជានិច្ចក៏បានដែរធ្វើមិនឲ្យបាន1នាទីដោយសារតែការលាងមុខឲ្យក្នុងរយៈពេល1នាទីវាធ្វើឲ្យលាងជំរះនឹងកាកសំណល់តាមកូនរុនរោមបានល្អខ្លាំងចឹង tip ថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងអរគុណបាយបាយ